បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះមានឱកាសមកបង្ហាញបងប្អូនអំពីវិធីឆាសាច់ជ្រូកចិញ្ច្រាំជាមួយនឹងតៅហ៊ូស្លឹកខ្ទឹមបងប្អូនមួយរយៈនេះមិនសូវមានពេលធ្វើវីដេអូវែងទេបងប្អូនរវល់តែការងារនេះបន្តិចរត់ចុះរត់ឡើងអត់សូវបានធ្វើវីដេអូវែងទេបងប្អូនធ្វើតែវីដេអូខ្លីៗហើយនឹងផុសរូបច្រើនបាទតៅហ៊ូគឺយើងបានចៀនឆ្អិនរួចស្រេចហើយបន្ទាប់មកយើងបាក់ក៏ចិញ្ច្រាំសាច់ជ្រូកឲ្យវារាងល្អិតៗតិចមកហើយចិញ្ច្រាំខ្ទឹមបាទបន្ទាប់ពីយើងចិញ្ច្រាំសាច់ជ្រូកនិងចិញ្ច្រាំខ្ទឹមរួចរាល់ហើយយើងក៏ចាប់ដើមដាក់ខ្ទះឲ្យក្តៅហើយក៏បំពងខ្ទឹមហើយនៅខណៈពេលដែលយើងបំពងខ្ទឹមនោះគឺយើងដាក់ស្ករសមួយស្លាបព្រាបងប្អូនហើយយើងបំពងវាឲ្យឡើងរាងក្រហមល្អហើយមានក្លិនឈ្ងុយល្អហើយយើងថែមទឹកត្រីបន្តិចមកបងប្អូនបាទវិធីឆាមិនថាឆាអីបងប្អូនគឺមានតែប៉ុណ្្នឹងដូចគ្នាហ្នឹងបងប្អូនបាទបន្ទាប់ពីយើងបានបំពងខ្ទឹមឡើងក្រហមហើយនឹងមានក្លិនឈ្ងុយល្អហើយយើងក៏ចាប់ដើមដាក់សាច់ជ្រូកដែលយើងបានចិញ្ច្រាំបងប្អូនដាក់ចូលមកហើយយើងក៏ឆាច្របល់ចូលគ្នាដើម្បីឲ្យសាច់ជ្រូកនឹងវាឆ្អិនល្អបាទក្នុងខណៈពេលដែលយើងឆាសាច់ជ្រូកហ្នឹងគឺយើងអាចថែមថយគ្រឿងក្រូវទៅតាមចំណង់ចំណូលចិត្តរបស់យើងបានសម្រាប់ខ្ញុំថែមទឹកស៊ីអ៊ីវបន្តិចទៀតហើយនឹងថែមប៊ីចេងបន្តិចទៀតមកហើយចំណែកបងប្អូនចូលចិត្តបែបណាគឺថែមថយទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូនតាមរបៀបហ្នឹងហើយក៏ដើម្បីការពារសាច់ជ្រូកយើងមិនទាន់ឆ្អិនល្អយើងថែមទឹកមួយច្រូចពីរច្រូចទៀតមកដើម្បីយើងឆារងាស់វាឲ្យសាច់ជ្រូកវាបានឆ្អិនល្អ 100%អញ្ចឹងណាបងប្អូនបាទបន្ទាប់ពីយើងឆាបដាថែមគ្រឿងក្រូវបដាចុះឡើងឃើញថាសាច់ជ្រូករបស់យើងហ្នឹងគឺហាក់បីដូចជាឆ្អិនល្អហើយបងប្អូនបន្ទាប់មកយើងក៏ចាក់ប្រេងខ្យងចូលបន្តិចមកដើម្បីវាឲ្យវាកាន់តែមានឱជារសឈ្ងុយឆ្ងាញ់អញ្ចឹងណាបងប្អូនបាទបន្ទាប់ពីយើងចាក់ប្រេងខ្យងចូលហើយយើងកូរទឹកត្រឡប់ចុះត្រឡប់ឡើងឃើញថាគ្រឿងក្រូវរបស់យើងដូចជាសព្វគ្រប់អស់ហើយបន្ទាប់មកគឺយើងចាក់តៅហ៊ូដែលយើងចៀនឆ្អិនរួចហើយហ្នឹងចាក់ចូលមកហើយក៏ថែមទឹកម្ទេសបន្តិចមកបងប្អូនដើម្បីឲ្យមានពណ៌ក្រហមស្អាតអញ្ចឹងណាធម្មតាយើងធ្វើអីក៏ដោយតែមានការថែមថយហើយនឹងកែច្នៃបងប្អូនឧទាហរណ៍ដូចមនុស្សយើងហ្នឹងចង់ស្អាតមិនស្អាតក៏អាស្រ័យទៅលើការផាត់ក្រែមផាត់ម្សៅបន្ថែមអញ្ចឹងណាយ៉ាងណាមិញក៏យើងធ្វើម្ហូបទៅបន្ថែមពណ៌បន្តិចបន្តួចដើម្បីជាការទាក់ទាញអារម្មណ៍អ្នកហូបអញ្ចឹងណាបងប្អូនបាទបន្ទាប់ពីយើងថែមថយរសជាតិសាបប្រៃផ្អែមរួចរាល់អស់ហើយយើងក៏ផាត់ក្រែមផាត់ម្សៅថែមពណ៌ថែមសម្បុរអីរួចរាល់សាច់បាច់អស់ហើយយើងក៏ចាប់ដើមជាចុងក្រោយហ្នឹងគឺថែមដោយដើមខ្ទឹមហាន់បងប្អូនហើយដើមខ្ទឹមហាន់ហ្នឹងមកដែរគឺមានអត្ថប្រយោជន៍និងតួនាទីច្រើនផងដែរបងប្អូនគឺអាចបន្ថែមនៅពណ៌សម្បុរជាចុងក្រោយផងហើយអាចបន្ថែមនៅក្លិនរសជាតិឈ្ងុយបន្ថែមផងហើយនឹងអាចជាបន្ថែមជាបន្លែមួយមុខទៀតផងបងប្អូនបាទវិធីឆាសាច់ជ្រូកចិញ្ច្រាំជាមួយនឹងតៅហ៊ូស្លឹកខ្ទឹមរបស់ខ្ញុំបាទមានតែប៉ុណ្្នឹងសូមបងប្អូនកុំប្រកែកប្រកាន់រាល់កំហុសឆ្គងនៅក្នុងការអធិប្បាយរបស់ខ្ញុំបាទសង្ឃឹមថាបងប្អូននឹងពេញចិត្តនៅវីដេអូមួយនេះហើយកុំភ្លេចជួយចុច like និង comment ជាពិសេស share ម្នាក់មួយដើម្បីជាការលើកទឹកចិត្តក្នុងការផលិតវីដេអូជាបន្តទៀតបាទសង្ឃឹមថាវិលមកជួបគ្នានៅវីដេអូក្រោយជាបន្តទៀតថាតើខ្ញុំយកមុខម្ហូបអ្វីមកចែកជូនបងប្អូនទស្សនាបាទសូមអរគុណសូមជម្រាបលាសង្ឃឹមថាជួបគ្នានៅវីដេអូក្រោយជាបន្តទៀត